បាទសួស្តីសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយករឿងរាមកេរ្តិ៍ខ្សែ78យកមកធ្វើការសង្ខេបជាបន្តទៅទៀតហើយមុននឹងឈានទៅដល់ដំណើររឿងជាដំបូងលោកគ្រូសូមថ្លែងអំណរគុណទៅដល់សិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ដែលបានជួយចុច like subscribe និង view វីដេអូរបស់លោកគ្រូសម្រាប់អ្នកថ្មីសូមជួយចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្សែ78មានដូចជាព្រះរាមជាបុត្រព្រះបាទទសរថនិងព្រះនាងកោកល្យានព្រះលក្សណ៍ជាបុត្រព្រះបាទទសរថនិងព្រះនាងសមុទ្រព្រះភិរុតជាបុត្រព្រះបាទទសរថនិងព្រះនាងកៃកេសីព្រះសុត្រុតជាបុត្រព្រះបាទទសរថនិងព្រះនាងសមុទ្រព្រះនាងសីតាជាមហេសីព្រះរាមហនុមានជាបុត្រព្រះពាយនិងជាសេនាជំនិតរបស់ព្រះរាមរាមលក្សណ៍ជាបុត្ររបស់នាងសីតានិងព្រះរាមជប់លក្សណ៍ជាបុត្ររបស់នាងសីតាដែលឥសីបានជប់ចេញពីគំនូរព្រះអិនជាអ្នកចាត់ឲ្យទេពធីតាចុះមកជួយរាមលក្សណ៍ឥសីបច្ចប្រិតជាអ្នកជួយយកអាសានាងសីតាព្រះនាងរំភាជាទេពធីតាចុះមកជួយរាមលក្សណ៍ពេជ្ឈឃាតទាំង4ជាអ្នកនៅរងចាំប្រហារជីវិតរាមលក្សណ៍លោករាជកុមារទាំងពីរពិភាក្សាគ្នារួចរាល់ហើយរាមលក្សណ៍បានបញ្ញាចិត្តថានឹងនៅរងចាំកងទ័ពព្រះរាមនៅក្នុងព្រៃរាមលក្សណ៍និងជប់លក្សណ៍នាំគ្នាដើរចូលទៅក្នុងព្រៃហើយឈប់សម្រាកនៅក្រោមដើមឈើដែលមានម្លប់ត្រឈឹងត្រឈៃចំណែកពេជ្ឈឃាតកាលបបាត់កុមារានិងនាងដងទឹកក៏មានការផិតភ័យជាខ្លាំងហើយខិតខំដើររកគ្រប់ទីកន្លែងតែរកមិនឃើញសោះពួកគេយកដំណឹងនេះទៅប្រាប់មន្ត្រីទាំង4ហើយមន្ត្រីទទួលថ្វាយព្រះរាមបន្តទៀតព្រះរាមខ្ញាល់យ៉ាងខ្លាំងក៏ចាត់ឲ្យសេនាចាប់ពេជ្ឈឃាតដាក់ទោសព្រះរាមត្រាស់បង្គាប់ឲ្យភ្ជុំពលសេនាយោធាដើម្បីដេញតាមចាប់កុមារយកមកប្រហារជីវិតជាមួយពេជ្ឈឃាតព្រះរាមនិងព្រះអនុជទាំង3បានលើកទ័ពបរិពារយ៉ាងច្រើនចរយាត្រាកាត់ព្រៃព្រឹក្សារាជកុមារទាំងពីរបានឮសូរសន្ធឹកកងទ័ពក៏ចេញមកឈររាំងមុខទ័ពពេលនោះទ័ពស្រួចនៅមុខមានការផិតភ័យឆៅឡោមិនហ៊ានដើរទៅមុខដោយខ្លាចអំណាចជាស្ដាកុមារទាំងពីរព្រះភិរុតទតស្គាល់ច្បាស់ថាជាកុមារាទាំងពីរមានរូបរាងដូចគ្នាក៏ទទួលប្រាប់ព្រះរាមថាក្មេងនេះជាអ្នកទោសលួចរត់ឥឡូវនេះវាហ៊ានមកឈររាំងផ្លូវព្រះរាមតបឃើញកុមារទាំងពីរមានរូបឆោមល្អក៏ឆ្ងល់ថាតើជាបុត្ររបស់ក្សត្រឯណាហើយមានគំនិតផ្លែងសចាប់កុមារចងដើម្បីសាកសួរវង្សត្រកូលព្រះរាមបានផ្លែងសជាអន្ទាក់យ៉ាងច្រើនទៅចងរូបរត់កុមារទាំងពីរក៏ក្រាបទិសទាំង10កាលនោះរាមលក្សណ៍ក្រែវក្រោធញ័រអស់បានក៏ផ្លែងសជាប្រខានពេជ្រកាត់អន្ទាក់នោះខ្ទេចខ្ទីអស់បន្ទាប់មកព្រះរាមផ្លែងសកើតជាភ្លើងឆេះពេញអាកាសឯរាមលក្សណ៍ផ្លែងសកើតជាព្រះភិរុណពេញមេឃធ្លាក់ពីលើអាកាសលុតកងអគ្គីសោះសូន្យរាមលក្សណ៍ក៏បាននិយាយបញ្ឈឺព្រះរាមក្រែវក្រោធក៏ផ្លែងសកើតជាគ្រុឌពាសពេញវេហាហោះមកចោមជុំកុមារទាំងពីរពេលនោះរាមលក្សណ៍ផ្លែងសជាខ្យល់បក់ផាត់គ្រុឌវិនាសសាបសូន្យព្រះរាមញាប់ញ័រអស់ប្រកាយាហើយផ្លែងសរឹទ្ធិច័ន្ទឮសូរសន្ធឹកអឹងអាប់ហាក់បែកបុព្វតាព្រៃព្រឹក្សាតែសពុំចូលចិត្តរាជកុមារឡើយកាលនោះរាមលក្សណ៍ក៏ផ្លែងសបំបែកអស់ហើយសនោះបានហើរទៅប្រទក្សិណព្រះរាមនិងប្រែក្លាយទៅជាកម្រងផ្កាភ្ញីទៅវិញព្រះរាមនឹកសង្ស័យក៏បានសច្ចាផ្សងក្នុងចិត្តថាបើកុមារាជាពូជពងរបស់ព្រះអង្គសូមឲ្យសកើតជាភោជនាហារបន្ទាប់មកព្រះរាមផ្លែងសព្រមាសកើតជាអាហារបូជាកុមារាដោយមានឆាតកៅចរណៃបើកបាំងពុំឲ្យត្រូវថ្ងៃផងរាមលក្សណ៍នឹកឆ្ងល់ចំពោះហេតុភេទចម្លែកនេះ
ហើយក៏បបួលជប់លះបរិភោគអាហារនោះទៅព្រះរាមមានប្រតិយត្រេកអរណាស់បានសាកសួរអំពីពូជពងកុមារាប៉ុន្តែរាមលក្សណ៍មិនទាន់ឆ្លើយឡើយហើយកុមារបានសុំឲ្យព្រះអង្គជាមនុស្សធំប្រាប់ពូជពងមុនសិនចាំខ្លួនជាក្មេងប្រាប់តាមក្រោយកាលនោះព្រះរាមប្រាប់ថាយើងនេះឈ្មោះព្រះរាមជាព្រះនរាយណ៍បែងភាគគ្រប់គ្រងនគរអយុធ្យានិងបានបង្ហាញព្រះអាណត្តិទាំង3គឺព្រះភិរុតព្រះលក្សណ៍និងព្រះសុត្រុតរាមលក្សណ៍ដឹងច្បាស់ថាព្រះរាមជាបិតាខ្លួនគិតចង់ចូលទៅប្រណិប័តតែខ្លាចទ្រង់តាមសម្លាប់ព្រះមេដាក៏និយាយបញ្ជាថាខ្លួនឈ្មោះរាមលក្សណ៍ឯប្អូនឈ្មោះជប់លក្សណ៍និងព្រះមេដានាមសេដាចំណែកបិតាមិនស្គាល់ឈ្មោះឡើយរីឯអាចារ្យបង្ហាត់បង្រៀនគឺឥសីវច្ចព្រឹទ្ធគ្រាន់តែឮដូច្នោះព្រះរាមក៏បានសួរព្រះលក្សណ៍ថាក្រែងប្អូនសម្លាប់នាងសេដាហើយវះយកថ្លើមធ្វើបន្ទាល់ទៀតម្ដេចកុមារថាជាបុត្រនាងសេដាទៅវិញព្រះលក្សណ៍យំខ្សឹកខ្សួលហើយប្រាប់ការពិតថានាងសេដានៅមានប្រជញ្ញនៅឡើយទេកាលទ្រង់លើកព្រះខ័នប្រហារជីវិតនាងសេដាព្រះខ័នក៏คล้ายទៅជាកម្រងផ្កាឃើញហេតុអស្ចារ្យដូច្នេះទើបដោះលែងនាងសេដាឲ្យចូលក្នុងព្រៃហើយពេលវិលត្រឡប់មកនគរវិញប្រទះឃើញខ្មោចត្រេកស្លាប់ខ្លួនក៏វះយកថ្លាមមកថ្វាយព្រះជេដ្ឋាព្រះរាមស្ដាប់ហើយយល់ថានាងសេដាជាមនុស្សល្អកាន់ពាក្យសច្ចៈទើបទ្រង់មានវិបដិសារីយ៉ាងខ្លាំងព្រះរាមជុំសោកអាណិតមហេសីនឹងបុត្រហើយទ្រង់បោះធ្នូចោលយាងមករករាជកុមារទាំងពីរចំណែកអនុជទាំង3អង្គក៏ដើរតាមទៅជាមួយដែរព្រះរាមប្រាប់ថាទ្រង់ជាបិតាហើយប្រាប់អំពីរឿងរ៉ាវអតីតកាលពេលព្រះអង្គព្រះលក្សណ៍និងមហេសីកាន់ពាក្យសច្ចៈព្រះអាយកោទៅបួសជាឥសីនៅក្នុងព្រៃក្រោយមកទសមុខបានលួចម្ដាយបុត្រទៅទុកនៅនគរលង្កាហើយឪពុកធ្វើសង្គ្រាមសម្លាប់ពួកយក្សជួយម្ដាយបុត្របានមកគ្រប់គ្រងអយុធ្យាព្រះរាមបានសារភាពកំហុសដែលឲ្យព្រះលក្សណ៍យកនាងសេដាទៅសម្លាប់ដោយសារនាងគូរូបរាបប៉ុន្តែបានបន់ជួយមិនខ្សែជីវិតហើយត្រូវរស់នៅលំបាកតប់ចាក់នៅក្នុងព្រៃព្រះរាមសូមឲ្យបុត្រលើកលែងទោសហើយនាំបិតាទៅលំនៅព្រះមេដាដើម្បីទទួលទៅរស់នៅក្នុងនគរវិញកាលនោះរាមលក្សណ៍តបទៅវិញថាមេដាខ្ញុំអបលក្សណ៍យើងទាំង3នាក់រស់នៅក្នុងព្រៃជាមួយអាចារ្យអាស្រ័យដោយមេដាដើរបេះផល្លាយកមកចិញ្ចឹមចាំងកំសត់គ្រាន់តែខ្ញុំចាប់សេះជីលេងចោទថាប្រមាថស្ដេចហើយទ្រង់ឲ្យលើកទ័ពមកតាមចាប់យកទៅដាក់ទោសពុំពិចារណាដោយច្បាប់ឡើយតែបានតែជះបន់ខ្ញុំពុំស្លាប់ឥឡូវនេះម្ដេចមកថាជាបិតាមានបំណងនាំយកទៅនៅក្នុងវាំងព្រះអង្គជាអ្នកមានយសខ្ពង់ខ្ពស់ឯខ្ញុំជាអ្នកខ្សត់មិនហ៊ានយកខ្លួនផ្ទឹមទេសូមព្រះអង្គជាងត្រឡប់ទៅនគរវិញចាស់ទូលបង្គំក្រាបថ្វាយបង្គំលាព្រះរាមមានបន្ទូលលួងលោមបុត្រទាំងពីរថាកាលនោះបិតាឮសូរសរក៏ក្រាបព្រឹត្តពីគិតស្មានពួកអសេរាមកបៀតបៀននគរបិតាឲ្យលែងសេះទៅជួបបុត្រតែកម្មបែរជាបណ្ដាលមិនឲ្យស្គាល់បុត្រទើបនាំពលសេនាមកធ្វើសង្គ្រាមបិតាមានរិទ្ធខ្លាំងពូកែអត់មានអ្នកណាស្មើអស់ទេពនៅឋានសួគ៌ឮឈ្មោះហើយញ័រអស់ប្រាណឥឡូវនេះបានបុត្រមានរិទ្ធស្មើបិតាបានតពូជពងកាលនោះរាមលក្សណ៍ពុំព្រមស្ដាប់ឡើយហើយក៏ដឹកដៃជប់លក្សណ៍ចូលក្នុងព្រៃព្រះរាមព្រមទាំងអនុជទាំង3ហនុមាននិងពលសេនាទុកទឹកដេត្រាមិនបានក៏ជុំសោកហើយធ្វើដំណើរតាមកុមារទាំងពីររាមលក្សណ៍ទតឃើញបិតាតាមមកក៏ស្រោតដំណើរកាត់វាច្រកជ្រោះព្រឹកព្រៃនាំអនុជឆ្ពោះទៅកាន់អាស្រមសាលាហើយឈប់នៅមាត់ទ្វារលបចាំមើលបិតាព្រះរាមទតឃើញអាស្រមមួយស្រីមានស្រះបោកខរណីមិនហ៊ានចូលទៅឡើយក៏បញ្ឈប់រេពលរាមលក្សណ៍ចូលទៅក្រាបបង្គំព្រះមេដាហើយយំខ្សឹបខ្សួលព្រមទាំងរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់មេដា
នាងសីតាខឹងខ្លាំងណាស់និយាយថាព្រះរាមធ្វើបាបម្ដាយហើយតាមមកបៀតបៀនបុត្រទៀតពេលស្ដាប់ឮនាងសីតាសើចសោកព្រះរាមហូរទឹកនេត្រាសោកស្រពភក្ត្រាព្រះរាមមានបន្ទូលថាណោះនេះមកពីកម្មវេរាតែដោយពាក្យសច្ចៈរបស់នាងសីតាទើបបានបត់តពងឥសូរព្រះរាមសារភាពទទួលកំហុសគ្រប់យ៉ាងនឹងបានរលឹកដល់គ្រាដែលក្សត្រទាំង3ធ្លាប់រស់នៅកំសត់កំរជាមួយគ្នានៅក្នុងព្រៃការទទួលពាក្យសច្ចៈរបស់ព្រះបាទទសរថជាបិតាព្រះរាមសូមឲ្យនាងសីតាបើកទ្វារដើម្បីទ្រង់ចូលទៅនិយាយសុំខមាទោសនាងសីតាបានទៅក្រាបបង្គំឥសីវច្ចព្រឹទ្ធសូមឲ្យទៅជួយសាកសួរស្ដេចដែលនាំពលសេនាមកនេះតើមានការអ្វីឥសីវច្ចព្រឹទ្ធបានបើកទ្វារកត់ទតឃើញក្សត្រទាំង4កំពុងសោកសៅនៅក្រោមម្លប់ជ្រៃក៏និមន្តចេញមកដណ្ដឹងសួរនាំក្សត្រទាំង4ក្រាបបង្គំប្រណម្យឥសីរួចព្រះរាមបានសួរថាតើកុមារទាំងពីរជាបុត្រនាងសីតាឬឥសីក៏បានតបទៅវិញថារាមលក្ខជាបុត្រនាងសីតាចំណែកជប់លក្ខជាប្អូនកើតដោយសារគាត់គូគំនូជប់ចេញមកព្រះរាមបានសុំឲ្យឥសីជួយផ្សះផ្សារឿងនេះផងឥសីបានចូលក្នុងអាស្រមនិយាយប្រាប់នាងសីតាកុំឲ្យខឹងក្រែវក្រោធនិងត្រឡប់ទៅនៅនគរជាមួយព្រះរាមវិញប៉ុន្តែនាងសីតាបានរំលឹករឿងចាស់ហើយនាងសូមឲ្យឥសីទៅសាកសួរព្រះរាមថាការមុនចោទនាងកាលកេណីម្ដេចឥឡូវមកយាងនាងឲ្យចូលនគរវិញព្រះរាមក៏សារភាពកំហុសទាំងអស់ប្រាប់ឥសីសូមឲ្យជួយលួងលោមនាងសីតានាងសីតាជល់ព្រមឲ្យព្រះរាមចូលក្នុងអាស្រមដើម្បីជួបព្រះភ័ក្ត្រព្រះរាមតតឃើញមហេសីមានរូបរាងស្គមដោយនឿយលំបាកកាយាក៏នឹកអាណិតនាងយ៉ាងខ្លាំងហូរទឹកភ្នែករហាមនាងសីតាបានក្រាបបង្គំព្រះបាទព្រះជេដ្ឋានិងខំសង្កត់ចិន្តាក្រែវក្រោធបើពុំចេញវិចារឡើយពេលនោះព្រះរាមបានសារភាពថាដោយសារកម្មពីព្រៃនាយនាំមកចិត្តបងខឹងក្រោធបញ្ជាឲ្យប្រលាក់ប្រហារជីវិតប្អូនតែបានបន់របស់បុត្រជួយពុំឲ្យនាងខ្សែជន្មាចាប់តាំងពីថ្ងៃនោះមកបងសោយសោកឥតស្បើយឡើយចំណែកព្រះមេដាបងខឹងក្រោធនឹងស្ដីបន្ទោសបងមកដល់សពថ្ងៃនេះព្រះរាមជល់ព្រមទទួលកំហុសនិងសូមឲ្យនាងសីតាលើកលែងទោសហើយវិលចូលនគរវិញកាលនោះនាងសីតាស្ដាប់ហើយក្រែវក្រោធបង្គំប្រណម្យទូលថាពាក្យនេះពីរោះត្បិតស្ដេចចេះដោះទោសាបើស្ដេចទ្រង់ព្រះករុណានោះខ្ញុំពុំលំបាកឡើយបាទរឿងរាមកេរ្តិ៍ខ្សែ78ក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយលោកគ្រូសូមថ្លែងអំណរគុណទៅដល់សិស្សានុសិស្សទាំងអស់គ្នាដែលបានជួយតាមដានវីដេអូរបស់លោកគ្រូតាំងពីដើមរហូតដល់ចប់បាទជម្រាបលាជួបគ្នានៅខ្សែ79ជាបន្តទៀត